ការចំណាយប្រាក់ឆ្លងទន្លេនៅក្នុងប្រទេសជប៉ុនណាអស់ប្រហែល$5,300ហើយរដ្ឋគេជួយបានប្រហែលជា$3,200ដែរចានិយាយទៅថ្លៃគេងពេទ្យកើតកូននឹងហ្មងហើយយើងអត់ទាន់បូកថ្លៃចំណាយទៅលើម្ហូបដែលយើងញ៉ាំនៅពេទ្យឬក៏ថ្លៃយើងគេងស្នាក់នៅពេទ្យទេណាចាគេងពេទ្យគឺអស់រយៈពេល2សប្តាហ៍ចាព្រោះយើងមកគេងពេទ្យមុនមួយអាទិត្យត្រៀមសម្រាលដោយវះកាត់ណាហើយនេះប៉ាងើបបដូរកតោមនឹងខ្ញុំវះកាត់ដល់អញ្ចឹងពិបាកងើបបន្តិចប៉ុន្តែឆ្លងទលេបានមួយថ្ងៃពីរថ្ងៃហ្នឹងគេយកកូនមកឲ្យមើលហើយដំបូងគឺយើងគេងនៅបន្ទប់ដែលអ្នកជំងឺវះកាត់ហើយចាមានគេបត់ចុះបត់ឡើងមើលកូនខ្លួនឯងអស់2យប់ចាហើយបានបដូរមកបន្ទប់ VIP ហើយបន្ទប់ VIP គេធំទលាយដោយសារគេបែងជា2បន្ទប់តែម្ដងអញ្ចឹងអ្នកមកកំដរគេងមើលកូនជាមួយនឹងចាគឺគាត់អាចថាគេងសម្រាប់គេងលក់ស្កប់ស្កល់ដោយសេរីបានណាចានៅមកបន្ទប់ដាច់ដライគឺអត់រំខានដល់យើងទេសម្រាប់ការងើបមើលកូនចាបើកូនយំអ៊ីអែកទិញទួចអីគឺអាចមកមើលតាន់ពេលដែរចាស្វាមីនឹងខ្ញុំរយៈនេះគឺថារត់ចុះរត់ឡើងហត់ខ្លាំងមែនតែនហ្មងអត់បានគេងទេបងប្អូនហើយត្រៀមសម្រាប់សមាជិកថ្មីទទួលសមាជិកថ្មីអញ្ចឹងគឺថាហត់ខ្លាំងទាំងការងារផងចាការងារផ្ទះអីគឺលើគាត់ទាំងអស់ហើយប្រពន្ធមកគេងពេទ្យទៀតរត់ចុះរត់ឡើងនៅនឹងឯងហើយឥឡូវនេះគឺយើងបដូរមកបន្ទប់មួយទៀតហើយគឺបន្ទប់ VIP នឹងឯងប៉ាទៅយកអីវ៉ាន់គ្រឿងសម្រាប់ឆុងទៅដោះគោកូនណាគឺពេទ្យឲ្យខ្ចីប្រើចាមានតាំងពីធុងទឹកសម្រាប់ត្រាំ steril សម្អាតមេរោគអីដបទៅដោះគោអញ្ចឹងណាចាយើងនៅពេទ្យគឺយើងដាំទឹកក្តៅឆុងខ្លួនឯងអត់ទាន់ទៅផ្ទះមានម៉ាស៊ីនឆុងទៅដោះគោឡើងលយមែនតែនចាំនេះខ្ញុំបង្ហាញជូននៅវីដេអូក្រោយណានេះយើងដើរមើលបន្ទប់ VIP គេចាមានទូសម្រាប់ដាក់ស្បែកជើងដាក់កាអាគេអញ្ចឹងទៅយើងព្យួរមកល្មមចាហើយគេមានតុវែងសម្រាប់ដាំទឹកក្តៅហើយគេមានដាក់ទូរស័ព្ទសម្រាប់ឲ្យយើងចុចហៅពេទ្យពេលដែលយើងមានការអីចឹងណាចង់ឆុងតែឆុងអីមានទៀតចាដាក់ទឹកសុទ្ធឲ្យញ៉ាំហើយមាន Wi-Fi ឲ្យប្រើហើយទូរស័ព្ទនេះនៅមកបន្ទប់មានមួយចឹងហ្មងហើយមានទូរទស្សន៍ឲ្យមើលប៉ុន្តែនឹងខ្ញុំអត់មើលទេចានេះគឺមើលកូនតែម្ដងចង់ឃើញមុខកូនណាឡើងខ្ជូតកើតមកភ្លាមនឹងអង្គុយតែមើលមុខទេចាហើយអូនហ៊ីដេគេកើតមកគឺបើកភ្នែកចានេះគេកំពុងតែគេងលក់ណាហើយមុខគេមានរោមដុះមកតិចចាកូនងាកើតមកដំបងមុខគឺបែបនឹងឯងហើយនៅពេលដែលប៉ាដូរកតូបហើយយើងចាប់ផ្ដើមអំបៅដោយទឹកដោះម្ដាយហើយយើងឆុងទៅដោះគោបន្ថែមទៀតបំពេញចឹងណាហើយនេះមកហូបសម្រាប់អ្នកឆ្លងទលេហើយមានតៅហ៊ូមកបូតូហ្វឺចាគេដាក់ម្រេចដាក់ម្ទេសតិចមកឡើងហឹលក្តៅក្នុងខ្លួនមកហើយមានមីស៊ីរ៉ាតាគីដាក់ឲ្យទៀតចាញ៉ាំទៅល្អចំពោះពោះវៀនយើងណាព្រោះញ៉ាំទៅត្រជាក់ពោះវៀនគេធ្វើអំពីរុក្ខជាតិចានេះបន្ទប់អ្នកកំដរចាហើយខាងនេះគឺបន្ទប់របស់នាងខ្ញុំប៉ុន្តែប៉ាអត់ទៅណាឆ្ងាយពីកូនទេចាដូរកតូបដូរអីហើយគឺនៅគេងលេងសម្រាប់នៅនឹងឯងតទៅយប់បានទៅខាងនោះបន្ទប់ទឹកគេគឺតូចតែប៉ុណ្្នឹងឯងចាបន្ទប់នេះតម្លៃប្រហែល$200បងប្អូនចាគេមានកសែងមានអីហើយកាគេយកមកឲ្យយើងបដូរប្រចាំថ្ងៃរាល់ថ្ងៃអញ្ចឹងណាហើយមានសម្រាប់លាងដបទឹកដោះគោកូនហើយនៅពេទ្យគេនេះគឺគេផ្ដោតសំខាន់ទៅលើអនាម័យគេសម្អាតមករាល់ថ្ងៃអញ្ចឹងហ្មងអ្នកមកសម្អាតពី3នាក់ចាហើយមកគឺគាត់គួរសមមែនតើគាត់ថាសុំទោសដែលរំខានយើងអញ្ចឹងណាមកតែមួយផ្លែតទេចេញទៅវិញហើយចាព្រោះគាត់មានគ្នាច្រើនមកសម្អាតផ្លែតហ្មងចាម៉ាស៊ីនត្រជាក់បន្ទប់ខាងនេះគឺដាក់នៅក្រោមតុនឹងឯងហើយគេមានទូដាក់អីវ៉ាន់អញ្ចឹងទៅហើយគេមានបាញ់ភ្លើងតាមក្រមក្រែមកអញ្ចេះចាហើយពេលដែលយើងគេងសម្រាប់នៅហ្នឹងគឺមានអារម្មណ៍ថាដូចគេងនៅអូតែលអញ្ចឹងណាមិនមែនពេទ្យទេអារម្មណ៍ល្អប្លែកចាហើយកូនហ៊ីដេគីគឺគេងអញ្ចឹងរហូតហ្មងនេះដល់ចុះដល់ឡើងមកមើលមកកូនម្ដងទៀតហើយសក់គេពេលហ្នឹងគឺនៅខ្លីៗអត់តន់ដោះវែងទេចាការសម្រាលដោយវះកាត់គឺអស់$200,000ប្រហែល$1,300ណាបងប្អូនចាប៉ុន្តែមានធានារ៉ាប់រងចេញឲ្យយើងបាន70%យើងចេញតែ30%ទេនេះបាយថ្ងៃត្រង់គេនៅលើកនំប៉័ងមកថែមមួយចំណិតទៀតឲ្យយើងញ៉ាំជាមួយនឹងត្រីចាជាមួយទឹកសូសរបស់គេនឹងឆ្ងាញ់ខ្លាំងមែនទែនហើយនឹងមានផ្សិតចាគេដាក់ជាមួយនឹងត្រីខទូណាចាំធ្វើតាមគេញ៉ាំមុខម្ហូបនៅពេទ្យគេនេះគឺថាពិសេសហ្មងចុងភៅគេបកកែជំនាញមែនទែនចាំនេះខ្ញុំបង្ហាញជូនណាគឺថាអត់ជន់គ្នាទេមកគេងពេទ្យដូចគេងលេងនៅអូតែលអញ្ចឹងណាគឺយើងអត់ធុញទេអារម្មណ៍របស់យើងគឺថាស្រស់ស្រាយរាល់ថ្ងៃហ្មងបានបាយម្ហូបមាននំអីចាម៉ោងទីថែមគេម៉ោង3ទៀតណាញ៉ាំពេញពោះរហូតអត់មានឃ្លានទេគឺថាឆ្អែតហ្មងចាអរគុណបងប្អូនសម្រាប់ពាក្យជូនពរល្អចាអូនហ៊ីដេគីនៅគេងចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ